អ្នកទាំងអស់គ្នាពិតជាធ្លាប់បានឮពាក្យថាសំណាញ់មេឃរបស់កម្ពុជាហើយជាការពិតណាស់សំណាញ់មេឃគឺជាប្រព័ន្ធការពារដែនអាកាសដែលប្រើសម្រាប់ការពារនៃការហោះចូលដោយយន្តហោះឬគ្រាប់រ៉ុកែតរបស់ខ្មាំងសត្រូវថ្ងៃនេះខ្ញុំសូមលើកយកប្រព័ន្ធការពារដែនអាកាសប្រភេទ HQ9 ថាតើប្រព័ន្ធការពារដែនអាកាសនេះមានសក្តានុពលប៉ុណ្ណាសូមសម្ដាប់នឹងទស្សនាដូចតទៅប្រព័ន្ធការពារដែនអាកាស Hongyi 9 ឬហៅកាត់ថា HQ9 HQ9 គឺជាប្រព័ន្ធគ្របការពារដែនអាកាសចម្ងាយឆ្ងាយដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន China Precision Machinery Import Export Corporation ដែលជាក្រុមហ៊ុនការពារជាតិដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងក្នុងប្រទេសចិន HQ9 គឺអាចស្ទាក់ចាប់នៅគ្រាប់មីស៊ីលដែលមានគ្រោះថ្នាក់ផ្សេងៗដូចជាគ្រាប់ពីលើអាកាសទៅដីហូថមពិកចៈយន្តហោះគ្មានឬបើកគ្រាប់មីស៊ីលដែលបំពាក់ដោយ GPS និងគ្រាប់មីស៊ីល ballistic ប្រព័ន្ធការពារដែនអាកាសនេះគឺបានដាក់បម្រើការចាប់តាំងពីឆ្នាំ1997ហើយត្រូវបានគេជឿថាវាមានសមត្ថភាពដូចប្រព័ន្ធការពារដែនអាកាស S300 PMU របស់រុស្ស៊ីនិងប្រព័ន្ធការពារដែនអាកាស Patriot របស់អាមេរិកផងដែរ HQ9 ត្រូវបានកែលម្អទៅជាប្រភេទផ្សេងៗជាច្រើនដែលមានបច្ចេកវិទ្យាកាន់តែទំនើបចម្ងាយអតិបរមាចាប់ពី100គីឡូម៉ែត្រដល់300គីឡូម៉ែត្រលើសពីការប្រើប្រាស់នៅចិន HQ9 ត្រូវបាននាំចេញទៅលក់ទៅឲ្យប្រទេសដូចជាអាស៊េរីប៉ាគីស្ថានអ៊ីរ៉ង់អ៊ីរ៉ាក់ទូបនីគីស្ថាននិងអូប៊ីគីនីស្ថានការរចនានិងលក្ខណៈពិសេសរបស់ HQ9 HQ9 គឺជាប្រព័ន្ធការពារដែនអាកាសដ៏ទំនើបដែលមានពីរដំណាក់កាលជាមួយនឹងប្រព័ន្ធចាប់យកសញ្ញាដ៏រហ័សនិងសមត្ថភាពប្រឆាំងការរំខានគ្រឿងគូដៅជាច្រើនដំណាក់កាលទី1គឺមានអង្កត់ផ្ចិត700មីលីម៉ែត្រខណៈដំណាក់កាលទី2មានអង្កត់ផ្ចិត560មីលីម៉ែត្រគ្រាប់មីស៊ីលវែងគឺមានប្រវែង 6.8 ម៉ែត្រទម្ងន់ប្រហែលជា 2000 គីឡូក្រាមគឺអាចហោះបានក្នុងល្បឿនអតិបរមា 5186.16 គីឡូម៉ែត្រក្នុង1ម៉ោងគ្រាប់មីស៊ីលនេះគឺអាចផ្ទុកគ្រាប់បែកបំបែកទម្ងន់180គីឡូក្រាមបានដល់ចម្ងាយអតិបរមា200គីឡូម៉ែត្រនិងកម្ពស់30គីឡូម៉ែត្រគ្រាប់បែកត្រូវបានបំពាក់ដោយកំណត់ពេលផ្ទុះដែលមានចម្ងាយប្រសិទ្ធភាព35ម៉ែត្រដែលនឹងធ្វើការនៅពេលដែលគ្រាប់មីស៊ីលស្ថិតនៅចម្ងាយ5គីឡូម៉ែត្រពីគោលដៅចំពោះលក្ខណៈពិសេសរបស់រ៉ាដាមានរ៉ាដាចាប់សញ្ញាកម្ពស់ទាបប្រភេទ120រ៉ាដាចាប់សញ្ញា3វិមាត្រប្រភេទ 205A និងរ៉ាដាចាប់សញ្ញាសម្រាប់ប្រយុទ្ធចល័ត H200 និងរ៉ាដាចាប់សញ្ញា3វិមាត្រប្រភេទ 305B រ៉ាដា AT233 ដំណើរការជាប់ក្នុងកម្រិតពិន្ទុប្រេកង់ 300 MHz មានសមត្ថភាពរកឃើញគោលដៅចម្ងាយឆ្ងាយដល់120គីឡូម៉ែត្រនិងអាចចាប់គោលដៅបានក្នុងចម្ងាយ90គីឡូម៉ែត្រវាអាចស្កេនបានចម្ងាយជុំវិញ360ដឺក្រេក្នុងទិសដៅផ្ដេកចាប់ពី0ដឺក្រេដល់65ដឺក្រេរ៉ាដានេះត្រូវបានរចនាឡើងសម្រាប់តាមដានគោលដៅអាកាសចំនួនទីតាំង100និងអាចបាញ់ប្រហារជាមួយនឹងគោលដៅជាច្រើនជាង50នៅចម្ងាយប្រហែល100គីឡូម៉ែត្របានក្នុងពេលតែមួយប្រព័ន្ធផ្ដល់សញ្ញា Track VA Missile ហៅកាត់ថា TVM របស់ HQ9 ត្រូវបានប្រើបច្ចេកវិទ្យាបញ្ចូលគ្នារវាងប្រព័ន្ធណែនាំដោយស្វ័យប្រវត្តិ Initial Guidance និងការបញ្ជូនសារពាក់កណ្ដាលផ្លូវ Micros Upline និងការណែនាំចុងក្រោយនៃ Radar សកម្ម Active Radar Terminal Guidance ខ្ញុំសូមបញ្យល់អំពីប្រព័ន្ធ Track VA Missile គឺហៅថា TVM របស់ HQ9 មានន័យថាគឺជាប្រព័ន្ធការតាមដានគោលដៅតាមរយៈ Missile TVM គឺជាប្រព័ន្ធណែនាំមួយដែលឲ្យ Missile ចាប់សញ្ញារបស់គោលដៅហើយបញ្ជូនព័ត៌មាននោះត្រឡប់ទៅកាន់កន្លែងបញ្ជាបន្ទាប់មកកន្លែងបញ្ជានឹងគណនាមុខងារនិងបញ្ជូនការណែនាំត្រឡប់ទៅ Missile ដើម្បីឲ្យវាប្រហារគោលដៅបានត្រឹមត្រូវចំពោះលក្ខណៈពិសេសរបស់រថយន្តបាញ់ HQ9 រថយន្តដឹកគ្រាប់បាញ់ HQ9 ឬហៅកាត់ថា TEL ផ្ទុកគ្រាប់មីស៊ីល4គ្រាប់ក្នុងបន្ទប់ដាច់ដោយឡែកពីគ្នាដែលត្រូវបានដំឡើងលើទូរថយន្តយុទ្ធសាស្ត្រចល័តក្នុងទីតាំងបាញ់បន្ទប់នៅផ្នែកខាងក្រោយរថយន្តលើកឡើងនៅទីតាំងបញ្ឈរខណៈពេលដែលឧបករណ៍ទ្រពីរគ្រាប់ត្រូវបានដាក់នៅផ្នែកខាងក្រោយនិងកណ្ដាលទូរថយន្តសមត្ថភាពកាំភ្លើងរបស់ HQ9 មួយរួមមានរថយន្ត TEL 6គ្រឿងដែលភ្ជាប់ជាមួយនឹងរ៉ាដាចូលរួម AT233 ដែលត្រូវបានគ្រប់គ្រងដោយមជ្ឈមណ្ឌលបញ្ជាកាំភ្លើង TWS 312កាំភ្លើង HQ9 របស់កងទ័ពរំដោះប្រជាជនចិនឬហៅកាត់ថា PLA រួមមានរថយន្តបាញ់គ្រាប់មីស៊ីលចំនួន48គ្រឿងដែលមានគ្រាប់មីស៊ីលចំនួនសរុប192គ្រាប់រថយន្តបញ្ជា1គ្រឿងរថយន្តរ៉ាដាតាមដានគោលដៅ6គ្រឿងរថយន្តត្រួតត្រា6គ្រឿងរថយន្តរ៉ាដាស្វែងរក6គ្រឿងនិងធៀបផ្សេងៗទៀតក្នុងកាំភ្លើងរួមមានរថយន្តទំនាក់ទំនងការកំណត់ទីតាំងការគ្រប់គ្រងថាមពលនិងរថយន្តគ្រប់គ្រងចំពោះព័ត៌មានលម្អិតនៃ HQ9 មាន FD 2000 HQ9A HQ9B HQ9C និង HQ9 គឺជាប្រភេទផ្សេងៗនៃមីស៊ីល Hongyi 9 ឬហៅកាត់ថា HQ9
ប្រភេទ HQ9A គឺត្រូវបានសាកល្បងជាលើកដំបូងនៅឆ្នាំ1999ហើយចូលសេវាកម្មនៅក្នុងឆ្នាំ2001វាមានលក្ខណៈពិសេសក្នុងការបំពាក់លើឧបករណ៍អេឡិចត្រូនិកនិងកម្មវិធីទំនើបដើម្បីបង្កើតភាពត្រឹមត្រូវនិងបង្កើតប្របាបអាចបាញ់ចំគោលដៅ 100% FD 2000ដែលជាប្រភេទសម្រាប់ការនាំចេញហើយមានសមត្ថភាពប្រឆាំងនឹងយន្តហោះប្រមាំងកាយត្រូវបានបង្ហាញជាសាធារណៈនៅក្នុងកម្មវិធីពិព័រណ៍អាកាសចរនិងការពិជាតិរបស់អាហ្វ្រិកនៅក្នុងទីក្រុង Cape Town ប្រទេសអាហ្វ្រិកខាងត្បូងក្នុងខែមីនាឆ្នាំ2009ចំពោះប្រភេទ HQ9B គឺជាប្រភេទដែលអាចបាញ់ម៉ាន់ឆាជាងគេនិងមានឧបករណ៍ស្វែងរកគោលដៅបន្ថែមបានបំពេញសមត្ថភាពបម្រើការដំបូងនៅឆ្នាំ2014វាជាប្រព័ន្ធការពារមីស៊ីលផ្លូវចោលពីដីលើអាកាស Vertical Line Ground to Air Missile System ចំនួនថ្មីដែលអាចចាប់គោលដៅបានលើសពី250គីឡូម៉ែត្រនិងឈានដល់កម្ពស់50គីឡូម៉ែត្រប្រទេសចិនបានដាក់តាំងប្រព័ន្ធការពារមីស៊ីល HQ9B នៅលើកោះសិប្បនិម្មិតក្នុងសមុទ្រចិនខាងត្បូងដែលកំពុងមានវិវាទកាលពីឆ្នាំ2016កងទ័ពអាកាសរំដោះប្រជាជនចិនបានសាកល្បង HQ9B ដែលត្រូវបានកែលម្អនៅក្នុងទីតាំងមិនធ្លាប់ស្គាល់នៅខែឧសភាឆ្នាំ2021ចំពោះ HQ9C ដែលកំពុងស្ថិតក្រោមការអភិវឌ្ឍនាបច្ចុប្បន្ននឹងត្រូវបានបំពាក់ដោយរ៉ាដាចាប់សញ្ញាកាន់តែទំនើប